ក្នុងចំណោមគោលនយោបាយយន្តការនិងវិធានការគន្លឹះជាច្រើនក្នុងការលើកកម្ពស់ទូនាទីសិទ្ធិឋានៈទូនាទីស្ត្រីនិងសមភាព gender ដែលបានដាក់ចេញកន្លងមករបស់រាជរដ្ឋាភិបាលសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍគឺជាយន្តការមួយដែលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សិទ្ធិនារីសម្ដៅចូលរួមការពារសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍនៃក្រសួងអធិការកិច្ចគឺមានតួនាទីសំខាន់ក្នុងការរួមចំណែកបំពេញតួនាទីនិងភារកិច្ចដ៏ឧត្តមឧត្តមរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខ្ញុំជឿជាក់ថាគណៈកម្មការនេះនឹងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការលើកកម្ពស់សិទ្ធិតួនាទីនិងសុខុមាលភាពរបស់មន្ត្រីជាស្ត្រីព្រមទាំងរួមចំណែករក្សាសន្តិភាពនិងសន្តិសុខក្នុងគ្រួសារនិងកន្លែងការងារឆ្លៀតក្នុងឱកាសនេះខ្ញុំសូមវាតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោកជំទាវ វង្សមយុរាប្រធានក្រុមការងារបញ្ជ្រាប Gender ក្រសួងដែលបានលើកឡើងពីការរីកចម្រើននិងសកម្មភាពសំខាន់ៗរបស់ក្រុមការងារក្នុងរបាយការណ៍សង្ខេបស្តីពីសកម្មភាព Gender ឆ្នាំ2025និងទិសដៅឆ្នាំ2026របស់ក្រុមការងារបញ្ជ្រាប Gender ក្រសួងអធិការកិច្ចខ្ញុំក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការជាស្ត្រីទាំងអស់នៃក្រសួងអធិការកិច្ចដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងក្នុងបុព្វហេតុជាតិមាតុភូមិនាពេលកន្លងមក